ដោយត្រូវទឹកសន្សើមត្រជាក់ខ្លាំងយាយចាស់នោះភ្ញាក់ឡើងដឹងថាកូននាំយកមកសម្លាប់ទើបងើបទៅទាំងតូចចិត្តគិតជាប់ចនិចថាអោអាត្មាអញអើយនឹកថាបានកូនប្រសាជាទីពឹងឥឡូវនេះវានាំទុកឲ្យអញក្រៃលែងមានបរោះម្នាក់ក្នុងដែនកាសីនៅកំឡោះនឹងចិញ្ចឹមប្រណិប័តមេដាដោយគោរពក្រោយឪពុកទទួលមរណភាពទៅឯមេដាបានឃើញកូនល្អដូចនេះក៏នាំស្ត្រីរូបសម្រស់ស្រស់ប្រំប្រៃម្នាក់មករៀបចំឲ្យកូននោះចំណែកខាងនាងប្រពន្ធវិញក៏នៅសល់តែម្ដាយម្នាក់ទើបនាំគ្នាមកអាស្រ័យទៅខាងប្តីជាគ្រួសារតែមួយចាប់ពីថ្ងៃនេះទៅចូលកូនស្រឡាញ់គ្នានឹងចេះមើលថែគ្នាណាបានម៉ែកូននឹងប្រពន្ធនឹងមើលថែម៉ែទាំងពីរឲ្យដូចលោកទាំងពីរមើលថែពួកកូនដូច្នោះដែរច្រើនឆ្នាំកន្លងផុតទៅនាងជាប្រពន្ធការចិត្តនឿយណាយនឹងការចិញ្ចឹមមាតាទាំងពីរមានគំនិតកើតឡើងគិតចង់សម្លាប់ម្ដាយក្មេងចោលបាននិយាយបញ្ចុះបញ្ចូលប្តីជាច្រើនលើកច្រើនសារដោយងប់ងល់នឹងសេចក្តីស្រឡាញ់វង្វេងជាមួយប្រពន្ធមានលោកជាប្តីក៏ព្រមតាមឥឡូវយើងគួរគិតសម្រាប់ម្ដាយយើងចេញទៅបងព្រោះចាស់ចង្រៃអស់នេះមិនដូចចាស់ដទៃទេរាល់ថ្ងៃបន្ទោបបងមិនដឹងអីរំខានដល់ការរស់នៅរបស់ពួកយើងណាបងទុកនៅយូរគង់នាំទុកដល់យើងមិនខានចង់តើយើងនឹងសម្លាប់គាត់ដល់របៀបណាទៅអូនហើយបងហើយមិនប្របាក់ទេពេលគាត់ដេកលក់យើងសែងក្រែគាត់ទៅទម្លាក់ខាងក្រោយផ្ទះទេអញ្ចឹងចូលអូនយកខ្សែចោលម្ដាយបងឲ្យជាប់នឹងក្រែទៅរួចដល់យប់ជ្រៅបងនឹងសែងក្រែទម្លាក់ក្នុងស្ទឹងវេលានោះបានមកដល់ប្តីឃើញប្រពន្ធដេកលក់ហើយក៏ចូលទៅស្រាយចំណងពីម្ដាយខ្លួនយកទៅចោលម្ដាយក្មេកជាប់នឹងក្រែវិញហើយដើរចូលទៅប្រាប់ភរិយាថាណែអូនក្រោកឡើងយើងល្មមសែងដូនចាស់ទម្លាក់ចោលហើយជនទាំងពីរនាក់នោះក៏នាំគ្នាសែងដូនចាស់យកទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះយ៉ាងប្រញាប់ពេលធ្លាក់ចូលទៅក្នុងទឹកពួកត្រីធំធំនាំគ្នាប្រជែងហែកស៊ីយាយចាស់នោះស្លាប់បាត់ទៅលុះព្រឹកឡើងនាងជាប្រពន្ធនោះនឹកអន់ចិត្តនឹងប្តីដែលប្រើល្បិចសម្លាប់ម្ដាយខ្លួនទើបអន្ទះសាបបួលប្តីសម្លាប់ម្ដាយក្មេកម្ដងទៀតយើអាប្តីចង់មកសៀតលើកនេះយើងនឹងសម្លាប់ម្ដាយអ្នកឯងឲ្យបានយើងមិនចាញ់ល្បិចអ្នកឯងទៀតទេម្ដាយយើងស្លាប់ព្រោះតែអ្នកឯងម្ដាយអ្នកឯងក៏ត្រូវតែស្លាប់ដូចគ្នាយប់ឡើងពេលម្ដាយដេកលក់ប្តីប្រពន្ធទាំងពីរនាំគ្នាសែងម្ដាយទៅដាក់លើរទេះហើយត្រៀមដុតភ្លើងពីក្រោមអ្នកអើយអ្នកឆាប់ចាត់ការទៅនៅទុកយូរនាំតែម្ដាយអ្នកដឹងខ្លួនទេឆាប់ធ្វើការទៅតែខ្ញុំភ្លេចយកភ្លើងមកទៅហើយយើងទៅរកភ្លើងសិនទៅបានវីអ្នកឯងនេះល្ងងណាស់ណាស់ហើយយើងទៅយកទាំងពីរអ្នកទៅចាស់តោះពួកគេនាំគ្នាត្រឡប់ទៅយកភ្លើងវិញហើយទុកយាយចាស់ឲ្យនៅដេកតែម្នាក់ឯងនៅទីនោះដោយត្រូវទឹកសន្សើមត្រជាក់ខ្លាំងយាយចាស់នោះភ្ញាក់ឡើងដឹងថាកូននាំយកមកសម្លាប់ទើបងើបទៅរកបានខ្មោចពពែមួយក្បាលហើយយកមកឲ្យដេកពីលើរទេះរួចយកសម្ពុតក្រពីលើពពែនោះដើម្បីឲ្យកូនច្រឡំហើយដុតសម្លាប់ពពែនោះជំនួសខ្លួនដូនចាស់ភៀសខ្លួនចេញពីទីនោះហើយដើរទៅសំងំលាក់ខ្លួនក្នុងគុហាមួយទាំងតូចចិត្តគិតជាប់ចនិចថាអោអាត្មាអញអើយនឹកថាបានកូនប្រសាជាទីពឹងឥឡូវនេះវានាំទុកឲ្យអញក្រៃលែងថ្លែងពីគុហាដែលយាយចាស់នៅសំងំនោះមានចៅមួយយកបង្វិចមាសប្រាក់មកលាក់ទុកនៅទីនោះដោយវេលាត្រូវមកយកមាសប្រាក់ចៅបានឃើញយាយចាស់ក៏គិតថាជាខ្មោចនាំឲ្យខ្លួនមិនហ៊ានចូលក៏បានទៅហៅគ្រូខ្មោចម្នាក់ឲ្យចូលទៅធ្វើពិធីអូអាត្មាអញមិនគួរយកប្រាក់មកទុកចំកន្លែងខ្មោចនេះសោះមិនកើតទេអញត្រូវទៅហៅគ្រូខ្មោចណាពូកែឲ្យមកចាត់ការអាខ្មោចនេះសិនហើយទៅបានយប់នោះគ្រូខ្មោចនោះក៏ចាប់ផ្ដើមធ្វើពិធីយាយចាស់ឃ
ឃើញគ្រូខ្មោចនោះក៏ដំណើរការពិតប្រាប់តែគ្រូនោះពុំជឿទើបយាយចាស់ប្រាឧបាយកលបង្គាប់ឲ្យមកចិត្តហើយប្រាប់ឲ្យគ្រូខ្មោចលៀនអណ្ដាតដាក់លើអណ្ដាតខ្លួនដើម្បីពិសោធន៍គ្រូខ្មោចល្ងងនោះធ្វើតាមយាយចាស់ក៏ខំអណ្ដាតគ្រូនោះជាប់នឹងចង្កូមមួយយ៉ាងចំណាំដោយឈឺចាប់និយាយពុំរួយក៏ស្រែកខ្លាំងចៅជឿថាគាត់ជាខ្មោចក៏នាំគ្នារត់តែមួយជីវិតអស់ទៅយាយចាស់បានឱកាសក៏ប្រញាប្រមូលយកទ្រព្យនោះទុកឲ្យកូនស្អែកឡើងកូនប្រសាឃើញម្ដាយមកវិញនៅមានជីវិតមានទាំងសម្បត្តិក៏កើតចិត្តលោភលន់ហើយសូមឲ្យម្ដាយក្មេកនឹងប្តីយកខ្លួនទៅដុតម្ដងដើម្បីបានទ្រព្យឲ្យបានច្រើនជាងនេះទៀតម៉ែអើយម៉ែឥឡូវសូមម៉ែនិងលោកប្តីជួយយកខ្ញុំទៅដុតម្ដងមើលក្រែងយើងបានសម្បត្តិមកទៀតល្អណាស់ប្រពន្ធសម្លាញ់បងនឹងយកអូនទៅដុតភាពលោភលន់នាំឲ្យអន្តរាយភាពអកតញ្ញូទាំងឡាយតែងតែវិនិច្ឆ័យសាបសូន្យ